អ្នកនរគ្នាដឹងអត់ថាការប៊ូលីគឺជាទង្វើមួយដែលអសលធម៌បំផុតនៅក្នុងសង្គមហើយវាក៏បានបំផ្លាញទៅលើមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួនផងដែរបើទោះបីជាយើងនិយាយបែបដូចសាច់ក៏ដោយការប៊ូលីនេះមិនថានៅខ្មែរយើងឬក៏នៅក្រៅប្រទេសនោះទេគឺគេមិនពេញចិត្តគឺគេមិនសាទរជាមួយទេគឺគេស្អប់ទង្វើបែបនេះខ្លាំងមែនទែនមិនថាជាការរើសអើងទូចសាសការរើសអើងស្បែកសម្បល់ឬក៏រូបរាងនោះទេគឺគេមិនពេញចិត្តឬក៏គេពិតជាស្អប់ខ្ពើមខ្លាំងមែនទែនហើយសក់ខ្លះគឺគេមានច្បាប់បំរាមទៀតមិនឲ្យយើងទៅប៊ូលីអាចដាក់ពិន័យឬក៏ជាប់ទោសទណ្ឌអីទៀតអញ្ចឹងវាថាការប៊ូលីនេះគឺជារឿងមួយដែលប៉ះពាល់ខ្លាំងមែនទែនទៅលើផ្លូវចិត្តរបស់មនុស្សម្នាក់ទៀតដែលយើងយកគេទៅលេងសើចហើយយើងសួរសំណួរវិញថាតើនរណាដែលកើតមកចង់អាក្រក់ចង់មិនស្អាតចង់មិនល្អលើលោកនេះគឺគ្មានទេអ្នកដែលកើតមកចង់អាក្រក់នោះទាំងខ្ញុំទាំងគេទាំងមនុស្សជុំវិញនៅលើពិភពលោកនេះគឺសុទ្ធសឹងតែចង់កើតមកឲ្យល្អឲ្យស្អាតជាងគេប៉ុន្តែការដែលចាប់កំណត់មកគឺมันអាចរើសបានទេមានថាយើងកើតមកគឺគេកំណត់មកយ៉ាងម៉េចគឺវាអាចចិត្តទៅហើយមានថាបើយើងកើតមកខ្មៅគឺយើងខ្មៅទៅហើយបើយើងកើតមកទៀបគឺយើងទៀបបាត់ទៅហើយបើយើងកើតមកសម្រស់យើងមិនបានគឺវាមិនបានទៅហើយវាមិនអាចជើរើសបានទេបើសិនជាអាចជើរើសបានគឺគ្មាននរណាអាចថាទៅជើរើសខ្លួនឯងអាក្រក់ទេដូចខ្ញុំកើតមកសក់ខ្ញុំមិនទៅល្អអញ្ចឹងមានថាខ្ញុំធ្លាប់ត្រូវគេប៊ូលីពីក្មេងៗមកថាចេះថាចោះសក់យើងវារុញអីចឹងតែពីទូចយើងពិតជាទទួលរងសម្ពាធនឹងមិនមែនប៉ុន្តែដល់ពេលយើងធំឡើងវាធម្មតាអាហ្នឹងស្រាប់តែខ្ញុំដែលយើងចេះរៀននេះប៉ុន្តែអ្នកខ្លះទៀតដែលគាត់មិនអាចឆ្លងកាត់ការដែលប៊ូលីបានយើងឃើញច្រើនមែនទែនមិនថានៅក្នុងសង្គមយើងឬក៏នៅប្រទេសផ្សេងទេថាការប៊ូលីនេះគឺធ្វើឲ្យមនុស្សម្នាក់ទៀតរងសម្ពាធខ្លាំងមែនទែនជាពិសេសក្មេងៗដែលគាត់នៅចន្លោះនៅវ័យសិក្សាដូចជានៅបឋមសិក្សានៅអនុវិទ្យាល័យឬក៏វិទ្យាល័យនេះគឺការប៊ូលីនេះគឺធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគាត់ខ្លាំងមែនទែនអ្នកខ្លះទៀតគឺឈានដល់ទៅសម្រាប់ខ្លួនទៀតក៏មានដែរអញ្ចឹងហើយដូចជានៅក្នុងវីដេអូនេះគឺយើងឃើញវីដេអូគឺពិតជាអាណិតបងអូនស្រីមែនទែនដែលទទួលបានការលេងសើចពីសំណាក់មិត្តភក្តិគាត់ឬក៏អ្នកស្គាល់គ្នាអញ្ចឹងហើយយើងយល់ថាពួកគាត់ក្មេងៗដែរពេលខ្លះទៅគឺមិនដឹងខុសមិនដឹងត្រូវទេប៉ុន្តែបងប្អូនត្រូវស្ដាប់ពោះថាពួកយើងកុំយល់លេសតែក្មេងៗពួកអីពួកយើងគឺក្នុងសង្គមមួយដែលវាជឿនលឿនទៅហើយអញ្ចឹងថារាល់ព័ត៌មានរាល់អ្វីនេះគឺយើងបានធ្លាប់ស្ដាប់ធ្លាប់ដឹងដែរអញ្ចឹងយើងគួរតែស្វែងយល់ខ្លះទៅកុំគិតថាខ្លួនឯងក្មេងហើយយើងធ្វើអីក៏បានមានថាយើងធ្វើអីមួយយើងគិតពីចិត្តគេផងយើងគិតមើលបើសិនជាទង្វើហ្នឹងធ្លាក់មកលើខ្លួនយើងតើយើងរងការឈឺចាប់កម្រិតណាខ្ញុំគិតថាมันគ្មាននរណាអាចទទួលយកបានទេហើយឧទាហរណ៍បើសិនជាបងអូនស្រីអ្នកហ្នឹងគាត់អារម្មណ៍ផ្លូវចិត្តគាត់សោយចុះគាត់តែគិតខ្លីទៅតើវានឹងមានអ្វីកាត់ឡើងតើបងប្អូនមានពីបដិសេរីអត់ថាយើងបានប្រើពាក្យសម្ដីលេងសើចទៅកាន់មនុស្សម្នាក់ទៀតទៅហើយពួកមនុស្សម្នាក់ទៀតហ្នឹងគឺគាត់បានបោះបង់ជីវិតគាត់មានថាគាត់ទៅបញ្ចប់ជីវិតដោយពាក្យប៊ូលីពាក្យលេងសើចដែលយើងលេងសើចតែបែរជាគាត់នោះគឺរោគសម្ពាធផ្លូវចិត្តខ្លាំងមែនទែនខ្ញុំនិយាយទៅកាន់មនុស្សទូទៅថាពេលខ្លះការប៊ូលីឬក៏ការលេងសើចមាក់ងាយទៅលើសម្រស់ទៅលើរូបរាងឬក៏ទៅលើអ្វីក៏ដោយគឺវាជារឿងមួយដែលអសិលធម៌ហើយក៏ជាការបំផ្លាញទៅលើមនុស្សម្នាក់ទៀតដែលដោយមិនដឹងខ្លួនដែរអញ្ចឹងបានជប់រាល់ទង្វើដែលយើងប៊ូលីការលេងសើចដែលមើលងាយដែលពេលខ្លះទៅយើងគិតថាវាមិនអីប៉ុន្តែវាអីសម្រាប់គេអញ្ចឹងហើយរាល់ការប៊ូលីទាំងអស់គឺយើងមិនចង់ឃើញក្នុងសង្គមយើងទេហើយបានជប់ទៅការប៊ូលីការមាក់ងាយទៅលើរូបរាងគេទៅលើសម្រស់គេទៅលើអ្វីមួយដែលគេមិនមានល្អខ្វះខាតអីចឹងគឺយើងមិនជប់ទៅគ្មាននរណាគេចង់ក្រក់ទេអញ្ចឹងរាល់ការប៊ូលីសូមមិនឈប់ទៅយើងមិនត្រូវការការប៊ូលីនៅក្នុងសង្គមខ្មែរយើងទេ